លោកឧត្តមសេនីយ៍ទូឡោមិញហួតនិងក្រុមគ្រួសារអញ្ជើញប្រគេនបច្ច័យ$1180ចូលរួមកសាងវត្តចាំបំបៅនៅស្រុកសន្ទុកខេត្តកំពង់ធំដោយសទ្ធាជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនានិងក្នុងបំណងរួមចំណែកលើកស្ទួយការអភិវឌ្ឍវត្តអារាមលោកឧត្តមសេនីយ៍ទូឡោមិញហួតប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃនិងភរិយាព្រមទាំងបុត្របានប្រគេនបច្ច័យវត្តចាំបំបៅស្ថិតនៅភូមិតាព្រាចឃុំដេប៉ូស្រុកសន្ទុកខេត្តកំពង់ធំដើម្បីរួមចំណែកកសាងនិងអភិវឌ្ឍវត្តអារាមវត្តចាំបំបៅគឺជាវត្តដ៏ស្ងប់ស្ងាត់មួយស្ថិតនៅភូមិតូចមួយដែលបច្ចុប្បន្នកំពុងដំណើរការសាងសង់សាលាធម្មសភានិងសមិទ្ធផលចាំបាច់នានានៅក្នុងវត្តដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនានិងជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទជិតឆ្ងាយនៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទូនិងក្រុមគ្រួសារក៏បានប្រគេនបច្ច័យចំនួន$1180សហរដ្ឋអាមេរិកថ្វាយព្រះគ្រូចៅអធិការព្រះនាមដួងសុភារាជសម្រាប់ប្រើប្រាស់នៅក្នុងការកសាងនិងអភិវឌ្ឍវត្តចាំបំបៅបន្ថែមពីនេះលោកក៏បានឧបត្ថម្ភថវិកាសរុប$40,000រៀលនៅក្នុងនោះ$20,000រៀលជូនតាអាចារ្យវត្តនិង$20,000រៀលជូនអ្នកថែទាំវត្តដើម្បីជាការលើកទឹកចិត្តនិងជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃរបស់វត្តសកម្មភាពដោយសទ្ធានិងសប្បុរសធម៌របស់លោកឧត្តមសេនីយ៍ទូឡោមិញហួតនិងក្រុមគ្រួសារបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះការលើកស្ទួយព្រះពុទ្ធសាសនានិងការចូលរួមអភិវឌ្ឍវត្តអារាមដែលជាទីសក្ការៈបូជានិងជាមជ្ឈមណ្ឌលអប់រំសិលធម៌សម្រាប់ពុទ្ធបរិស័ទនិងសហគមន៍មូលដ្ឋានទង្វើប្រកបដោយសទ្ធានិងសប្បុរសធម៌នេះក៏បានបង្ហាញពីការចែករំលែកក្តីស្រឡាញ់និងការទទួលខុសត្រូវចំពោះសង្គមស្របតាមវប្បធម៌ដ៏ល្អប្រពៃរបស់ប្រជាជនដែលតែងតែរួមចំណែកគាំទ្រព្រះពុទ្ធសាសនានិងការអភិវឌ្ឍសហគមន៍ឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់